បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងប្រភេទវីដេអូកំសាន្តក៏ដូចជាការថតសត្វផ្សេងៗពី Channel SB Report ផងដែរបាទគឺនៅខាងខេត្តបាត់ដំបងបងប្អូនណាកាលពីប្រហែលថ្ងៃមុននេះគឺមានការធ្លាក់ភ្លៀងបាទមួយមេយ៉ាងធំតែម្ដងបងប្អូនអញ្ចឹងគឺថាដល់វេលាបាទល្ងាចឡើងយប់ឡើងគឺមានសត្វបាទចេញជាច្រើនបងប្អូនបាទក្នុងនោះគឺមានសត្វបាត់មេភ្លៀងក៏ដូចជាបាត់សត្វគីង្គក់បាទសត្វហីងហើយសត្វកង្កែបក៏ដូចជាសត្វក្តាមផងដែរបាទអញ្ចឹងគឺថានៅវេលាយប់ឡើងគឺខ្ញុំបានធ្វើការចេញបាទដំណើរទៅរកបាទចាប់ក្តាមក៏ដូចជាបាទសត្វចាប់សត្វកង្កែបបាទប៉ុន្តែចាប់បានតែក្តាមទេបងប្អូនគឺថាបានច្រើនមែនទែនសរុបទៅប្រហែលជាបាទជាង1គីឡូដែរបាទប៉ុន្តែសត្វកង្កែបគឺមិនសូវជាមានទេបងប្អូនណាបាទដោយឡែកគឺសម្បូរសត្វគីង្គក់បងប្អូនគឺថាផ្ទះខ្ញុំនេះគឺថាសម្បូរសត្វគីង្គក់មែនទេបងប្អូនណាបាទគឺថាយើងអត់សម្លាប់ណាបាទហើយចំណែកនៅតាមបន្លាយនេះវិញបងប្អូនគឺថាលឺសូបាទសត្វហីងយំឡើងទៅហឹងតែម្ដងប៉ុន្តែបាទខ្ញុំបាទព្យាយាមបាទស្វែងរកសត្វបាទហីងនឹងដែរប៉ុន្តែរកអត់ឃើញទេបងប្អូនណាបាទគឺថាលឺសូតែសំឡេងបងប្អូនប៉ុន្តែរកមិនឃើញណាបាទរកអត់ឃើញទេប៉ុន្តែលឺសូតែសំឡេងនៅបាទតាមបន្លាយដែលភ្លៀងខ្លាំងហ្នឹងវាកាត់ទឹកនៅតាមបន្លាយក្បែរផ្ទះខ្ញុំហ្នឹងបាទប៉ុន្តែសត្វហីហ្នឹងគឺរកឃើញអាចតែប្រហែលវាបាទនៅកប់សម្រាមផ្សេងអញ្ចឹងណាបាទប៉ុន្តែដោយឡែកគឺសត្វគីង្គក់បាទសម្បូរមែនទែនបងប្អូនគឺនៅផ្ទះខ្ញុំបាទនេះគឺថាវានៅពេលដែលមេឃភ្លៀងខ្លាំងភ្លៀងធំអញ្ចឹងគឺថាវាចេញមកសម្រុកមកបើស៊ីមេភ្លៀងបងប្អូននេះបាទសម្បូរមែនទែនប៉ុន្តែសត្វនេះបងប្អូនអើយបើសិនជាបាទមិនចេះធ្វើគឺថាពុលតែម្ដងបងប្អូនបាទទាំងបាទពងវាក៏ដូចជាស្បែកវាហ្នឹងបាទកាគ្រីគ្រើមនៅលើខ្លួនវាហ្នឹងបើសិនបើយើងមិនចេះធ្វើគឺពុលតែម្ដងបងប្អូនណាបាទអរគុណណាបងប្អូនទាំងអស់គ្នាផងដែរបាទកុំភ្លេចជួយចុចពាក្យថាជាវបាទ Subscribe Like និង Share នៅ Channel SB Report ផងដែរហើយជួបគ្នាជាបន្តផងដែរបាទសូមអរគុណ